បាទសួស្តីបងប្អូនទាំងអស់គ្នានឹងវិលមកជួបគ្នាជាមួយនឹងការតាមដានមើលទីផ្សារមួយរយៈនេះទីផ្សារវាអូននោះវាហាក់បីដូចជាមានភាពលំនឹងមិនសូវជាមានការប្រែប្រួលទេយើងឃើញមានចុះខ្លះពណ៌ក្រហមចុះខ្លះហើយពណ៌ខៀវនោះឡើងខ្លះប៉ុន្តែជារួមចុះនោះក៏បន្តិចដែរបាទចុះរង្វង់តែ1%ទេឡើងរង្វង់តែ1%ឬក្រោមហ្នឹងអញ្ចឹងហើយកម្រិតថ្លៃតូចនៃទីផ្សារមួយរយៈពេលចុងក្រោយនេះដូចជាយ៉ាងណាចង់មកពិនិត្យមើលថាតើរយៈពេល3ខែ2ខែតាមឆ្នាំ2025ហ្នឹងវាប្រែប្រួលយ៉ាងម៉េចហើយជាទូទៅថ្លៃពីហ៊ុនហ្នឹងយើងអាចមើលបានច្រើនកន្លែងដែរនេះខ្ញុំមើលនៅក្នុង website i.csx ហ្នឹងបាទវាងាយស្រួលមើលបន្តិចតែក្រៅពីហ្នឹងបងប្អូនក៏អាចមើលនៅ website csx.com ក៏បានហើយនឹង website ផ្សារហ៊ុនក៏បានហើយ app CSX Trade ក៏បានដែរមានកន្លែង4ដែលយើងអាចមើលបានឥឡូវយើងសាកមកមើលតម្លៃណាខ្ញុំឧទាហរណ៍ថាតាមដានមើលតម្លៃនេះធនាគារ Asia ហ្នឹងចង់ដឹងពីថ្ងៃទី1ខែ1 2025ថ្ងៃទី1ខែ1 2025ដល់ថ្ងៃទី12ខែ3 2025ថ្ងៃហ្នឹងតែម្ដងនេះជានិន្នាការថ្លៃបាទបន្ទាត់ហ្នឹងបាទកម្រិតថ្លៃយ៉ាងធំបន្តិចថ្ងៃទី1ហ្នឹងតម្លៃខ្ពស់រហូតដល់7520ហើយថ្លៃទាបបំផុតហ្នឹង7320ចឹងបើយើងនិយាយពីថ្លៃទាបបំផុតនៅកាលពីថ្ងៃទី1ដើមឆ្នាំតែម្ដង7320វាមានចុះមានឡើងមានចុះមានឡើងមានចុះមានឡើងប៉ុន្តែមកទល់ពេលបច្ចុប្បន្នហ្នឹងក៏នៅ7300ដែរអញ្ចឹងសរុបជារួមបើសិនជាយើងទិញទាបបំផុតតម្លៃទាបបំផុតកាលពីដើមឆ្នាំទៅឥឡូវហ្នឹងគឺបានថេមបានទៅណាទេចំណេញក៏មិនចំណេញខាតក៏មិនខាតទៅវិញអ្នក trade គាត់អាចនឹងទិញបាទ7320ហើយក៏លក់វិញ7520យ៉ាងមកបាទហើយក៏ទិញក្រោមនេះបាទលក់លើទិញក្រោមលក់លើទិញក្រោមលក់លើអ្វីដែលជារួមស្ថានភាពថ្លៃបែបនេះអ្នក trade ហ្នឹងគឺពិបាកការ trade ប្រឈមហានិភ័យនឹងទិញខុសលក់ខុសដោយសារតែយើងមើលបន្ទាត់ណាបាទឡើងចុះនោះវាមានរលកតិចបាទវាអត់រលកខ្លាំងទេជាទូទៅគេ trade បានចំណេញច្រើននៅពេលដែលរលកខ្លាំងទៅវាចុះចេះដល់វាឡើងដល់លើនេះបាទតាមម៉ៅរបស់ខ្ញុំនោះបាទអត់ដល់ចុះចេះវិញបាទចុះឡើងអញ្ចឹងអាហ្នឹងគេងាយស្រួលក្នុងការទិញមានន័យថាឧទាហរណ៍វាចុះបែបនេះចុះរហូតដល់7120គេទិញតែ7200ក៏បានដែរតែនៅពេលដែលវាឡើងដល់នេះវាឡើងដល់7800គេលក់តាម7600ក៏គេចំណេញដែរអញ្ចឹងការ trade មែនតើទៅឡើងចុះហ្នឹងគេ trade នៅពេលដែលទិញមិនក្រោមពេកបាទលក់ក៏មិនលើពេកដែរកាត់បន្ថយហានិភ័យក្នុងការទិញខុសទិញអត់ទាន់និងកាត់បន្ថយហានិភ័យក្នុងការលក់អត់ទាន់តែបើស្ថានភាពបែបនេះនឹងបងប្អូន trade អត់ត្រូវហ្នឹងហើយឬក៏ទិញលក់អត់ត្រូវហ្នឹងក៏ជារឿងធម្មតាដែរបាទអ្នកដែលទិញលក់ត្រូវហ្នឹងក៏គាត់ជំនាញទៅទិញលក់ត្រូវព្រោះដូចនិយាយខាងដើមអញ្ចឹងកម្រិតថ្លៃឡើងចុះវាតូចសម្រាប់ ABC ហើយយើងមើលអាក្រោមនេះបាទបកគោលនេះគឺជាទំហំជួញដូរបាទ50000ហ៊ុននៅកម្ពុជានេះអញ្ចឹងជារួមវាអាចចុះទាបនេះបាទទាប10000ហ៊ុនអីទៅអញ្ចឹងទំហំជួញដូរធំនោះក៏អត់សូវមានដែរមានថ្ងៃនេះខ្ពស់បន្តិចបាទតែបកគោលទំហំជួញដូរនេះទាបមានថ្ងៃនេះយ៉ាងធំតិចថ្ងៃ27ខែ2នេះយ៉ាងធំតិចអញ្ចឹងបកគោលនៃការជួញដូរនេះក៏តិចដែរទំហំជួញដូរដែលយើងអាចបង្ហាញថាទីផ្សារមួយរយៈពេលនេះវាអត់សូវមានអីជាទីចាប់អារម្មណ៍ពេលខ្លះថ្ងៃដែលវាចេញរបាយការណ៍ទៅក៏មានបំរែបំរួលខ្លះទៅមួយវិញទៀតភាគហ៊ុនដែលគេចាប់អារម្មណ៍ច្រើនដែរគឺរដ្ឋកោទឹកដែលសាកមើលរដ្ឋកោទឹកមួយនិមិត្តសញ្ញា PWSA ហ្នឹងថ្ងៃទី1ដល់ថ្ងៃទីបាទ3នឹងដែររយៈពេល2ខែជាងដើមឆ្នាំហ្នឹងរដ្ឋកោទឹកក៏ដូចគ្នាដែរបាទនេះតម្លៃទាបបំផុតរបស់គាត់ហ្នឹងរង្វង់តែបាទ6200អីហ្នឹងបាទហើយថ្លៃខ្ពស់របស់គាត់រង្វង់6400នេះហើយម្ដងទៅនៅថ្ងៃទី20ថ្ងៃទី6ខែ3អញ្ចឹងការ trade នៅក្នុងក្រុមហ៊ុនរដ្ឋកោទឹកហ្នឹងក៏មានភាពលំបាកដូចគ្នាអញ្ចឹងអារយៈពេលដើមឆ្នាំនេះបើអ្នកទាំងអស់គ្នាទិញលក់អត់ត្រូវឬក៏មិនបានក្នុងការលក់
ấy tình ấy có mình chỉ riêng play đâyទីផ្សារវាអត់អំណោយផលតែម្ដងវាហាក់បីដូចជាវាមានលំនឹងហ្នឹងហើយហាក់បីដូចជាវាមានលំនឹងអញ្ចឹងហើយយើងពិបាកក្នុងការ trade ឲ្យត្រូវនេះក៏ខ្ញុំចង់បង្ហាញហើយបានទៅពេលដែលវាមានរំជួលខ្លាំងអាហ្នឹងឱកាសត្រូវច្រើនឧទាហរណ៍វាឡើងចេះឡើងមកលើចុះមកក្រោមឡើងមកលើចុះមកក្រោមឬពេលខ្លះវាឡើងទៅលើស្ទុយចឹងបាទហ្នឹងទិញមិនក៏ត្រូវដែរបាទយើងសាកទៅមើលក្រុមហ៊ុនបន្តទៀតក្រុមហ៊ុនណាដែលគាត់អាចមានរំយល់ខ្លាំង PVS VVAP នេះក្រុមហ៊ុនផែភ្នំពេញនេះគាត់បាដោយសារតានេះតម្លៃទាបបំផុតនោះ 13800 ដុល្លារឡើងពុះបំផុតដល់ 14300 អញ្ចឹងតម្លៃនេះគាត់បានអ្នក trade បានបាទហើយណាមួយប្រចាំថ្ងៃគម្លាតវាវែងដែរអញ្ចឹងបើភាគហ៊ុនដែលយើងចង់ trade បានគឺផែភ្នំពេញនេះមានឱកាស trade បានប្រើបច្ចេកទេសsell high buy low ហ្នឹងហើយឬក៏ទិញថោកលក់ថ្លៃហ្នឹងប្រើកម្រិតថ្លៃតែត្រឹម 2% អីហ្នឹងយើងអាចធ្វើវាបានតែក៏នៅកម្រិតហានិភ័យយើងខ្ពស់តិចដែរបើសិនជាយើងនាំអ្នកធ្វើច្រើនគ្នាព្រោះនេះយើងមើលទំហំជួញដូរបកគោលទំហំជួញដូរទៀបដល់ពេលខ្លះបាទអញ្ចឹងទំហំជួញដូរទៀបទៀតបើយើងធ្វើគ្នាច្រើនវាគាំងវាអត់ដំណើរការហើយមួយទៀតយើងមើលកំពង់សោមក៏ជាក្រុមហ៊ុនមួយគេពេញនិយមដែររយៈពេល3ខែដើមឆ្នាំនេះកំពង់សោមក៏ជាក្រុមហ៊ុនមួយដែលយើងគិតថាមានឱកាសដូចគ្នាបាទទាបបំផុត 11400 តម្លៃខមនេះហើយខ្ពស់បំផុតវាអាចដល់ 10900 ជាងបាទចង់និយាយថាវាអាចបានរង្វង់ជិត 10% កម្រិតរំជោលរបស់វារយៈពេល2ខែជាងហ្នឹងអានេះយើងអាចបាទ sell high buy low ដូចនិយាយអញ្ចឹងតែទំហំជួញដូរវាក៏មិនសូវធំដែរបើសិនជាយើងធ្វើគ្នាច្រើនវាអាចគាំងហ្នឹងចង់និយាយថាវាមានការជួញដូរប៉ុន្តែកម្រិតថ្លៃវាទូចទៅព្រោះនៅក្នុងការទិញដើម្បីទិញបានយើងបញ្ជាអ្នកទិញឡើងហើយនៅក្នុងការexit បាទយុទ្ធសាស្ត្រចាក់ចេញហ្នឹងគឺយើងដើម្បីចាក់ចេញបានមុនគេយើងប្រទាបថ្លៃចុះអញ្ចឹងវាធ្វើកម្រិតថ្លៃទូចក្រៅពីហ្នឹងទីផ្សារភាគហ៊ុនរបស់យើងក្រុមហ៊ុនដែលគេចាប់អារម្មណ៍ដែរ GTI នេះបាទ GTI ចាប់អារម្មណ៍ដែរ GTI ហ្នឹងគឺមានឱកាសចំណេញច្រើនជាងគេដោយសារតែយើងមើលនិន្នាការថ្លៃរបស់វាឡើងបែបនេះន័យថាអ្នកទិញភាគច្រើនត្រូវអត់សូវខុសទេបាទនេះចង់និយាយថានិន្នាការរយៈពេល2ខែចុងក្រោយនេះបើសិនជាមានអីប្រែប្រួលទៀតប្រឈមដែរដោយសារតែវាឡើងមកឆ្ងាយអញ្ចឹងក៏វាមិនមានឱកាសធ្លាក់ទៅឆ្ងាយដូចគ្នាតែវានៅតែបន្តឡើងនេះយើងអាចមើលត្រឡប់ថយក្រោយទៀតមើលត្រឡប់មួយឆ្នាំអីថយក្រោយយើងមើលឃើញថាវាឡើងមកឆ្ងាយតែវាទៅវិញអត់បើវាទៅវិញយើងក៏មានឱកាសខាតនោះយើងឆ្ងាយដែរព្រោះវាឆ្ងាយមែនតើណាបាទនេះយើងមើលវាឡើងតាំងពី 2000 ជាងរហូតដល់ 6000 អញ្ចឹងឡើងប្រហែលជាចង់ 200% បើសិនជាចៃដន្យនេះវាទៅក្រោមវិញហ្នឹងវ៉ាន់កហើយតែវាបន្តឡើងទៅទៀតនៅតែចំណេញតែជាក់ស្ដែងបើមើលនិន្នាការថ្លៃវាគឺមិនទាន់មានសញ្ញាណាចុះទេវានៅតែបន្តឡើងគ្រាន់តែកាលណាតែវាកាន់តែឡើងទំហំជួញដូរវាកាន់តែតូចយើងអាចមើលបកគោលទំហំជួញដូរនេះម្ដុំ 2000 ជាងនេះបកគោលជួញដូរយ៉ាងខ្ពស់ណាបាទម្ដុំ 5000 នេះខ្ពស់សំតែឥឡូវយ៉ាងតូចទៅនេះនិន្នាការថ្លៃតាមដានហើយយើងមើលបើក្រុមហ៊ុនសាខាណា CGSM វិញហ្នឹងរយៈពេលច្រើនឆ្នាំហើយអត់ទៅណាទេវិលទៅវិលមកនៅកលឹកអញ្ចឹងនៅក្នុង CGSM នេះបើសិនជាក្នុងការទិញ trade អីកម្រិតថ្លៃ 2-3% ហ្នឹងល្មមព្រោះវាអត់ទៅណាលើសហ្នឹងវាទៅមកហ្នឹងយើងមួយជាងមួយឆ្នាំបាទវិលទៅវិលមកកម្រិតថ្លៃទូចហ្នឹងតែពីហ្នឹងក៏មានក្រុមហ៊ុនផ្សេងទៀតដែរដែលមិនសូវជាមានការចាប់អារម្មណ៍ខ្ពស់ដែរទេ MJQE នេះមានហានិភ័យមួយត្រង់ថាគាត់ចែកភាគលាភតែឆ្នាំនេះទៀតផុតការធានាអញ្ចឹងគេអត់ច្បាស់ថាតើផុតការធានាក្រុមហ៊ុននឹងចែកច្រើនអត់បើប្រាក់ចំណេញវាតិចប្រាក់ចំណេញវាតិចមែនតើតែបច្ចុប្បន្នវាអាចចែកច្រើនដោយសារតែជាប់ការធានាអញ្ចឹងក្រុមហ៊ុននេះបានឡើងថ្លៃគួរសមដែរហើយជា 4-5% ដែរបើគិតជា 3-4 ខែចុងក្រោយហ្នឹងអញ្ចឹងហានិភ័យត្រង់ថាក្រោយចែកភាគលាភយើងអត់ច្បាស់ថាតើក្រុមហ៊ុនផ្ដល់ message អីមកទៅ investor ណាផុតការធានាអញ្ចឹងបាទនៅក្នុងថ្ងៃ
ប្រជុំសន្និបាតគាត់អាចផ្ដល់ message ជាការធានាផ្ទាល់មាត់ឬក៏អ្វីមួយឲ្យវាគិនទុកចិត្តហ្នឹងតម្លៃវាអាចមិនចុះហើយប៉ុន្តែបើអត់មាន message អីទេតម្លៃវានឹងចុះហើយក្រោយពីចែកវាលាបទៅព្រោះឆ្នាំបន្ទាប់ទៀតនឹងអត់មានលទ្ធភាពចែកអីច្រើនទេដោយសារតែប្រាក់ចំណេញវាតិចពេកចឹងបាទអរគុណច្រើនជម្រាបលាហើយមានពេលជួបគ្នានៅវីដេអូក្រោយ